បន្ទាប់ពីប្រទេសក្រូអាតទទួលបានឯករាជ្យនៅឆ្នាំ1991ទីក្រុងរ៉ូវីងគឺជាក្រុងមួយនៃមជ្ឈមណ្ឌលសំខាន់បំផុតនៃខេត្តអ៊ីស្ត្រីយ៉ារ៉ូវីងសប្តាហ៍ថ្ងៃគឺជាក្រុងដែលមានប្រជាជនរស់នៅច្រើនទី3ក្នុងខេត្តនៅទីក្រុងរ៉ូវីងគឺគេអាចធ្វើដំណើរតាមរយៈការដើរថ្មើរជើងឬក៏ដោយកង់យ៉ាងងាយស្រួលក៏ប៉ុន្តែការប្រើប្រាស់ម៉ូតូស្គូទ័រគឺជាមធ្យោបាយមួយដ៏ល្បីនិងជាការប្រើប្រាស់ធម្មតាសម្រាប់ប្រជាជននៅក្នុងមូលដ្ឋានភាគច្រើននៅទីក្រុងរ៉ូវីងក៏មានផ្ដល់នៅសេវាអាកាសយានដ្ឋានខ្នាតអន្តរជាតិដែលមានចម្ងាយពីទីក្រុងចន្លោះពី20ម៉ាយទៅ80ម៉ាយតែប៉ុណ្ណោះអាកាសយានដ្ឋានអន្តរជាតិសំខាន់និងជិតបំផុតគឺនៅ Venice និង Zagreb នៅទីក្រុងក៏មានរថយន្តសម្រាប់ជួលដើម្បីធ្វើដំណើរទៅមករវាងទីក្រុងនិងអាកាសយានដ្ឋានមួយផងដែរនៅក្នុងរដូវក្តៅពី Venice ទៅទីក្រុង Rowing គេក៏អាចធ្វើដំណើរតាមផ្លូវទឹកដោយការជិះសាឡាងផ្ទាល់ដែលចំណាយពេលវេលាប្រហែលជា2ម៉ោងកន្លះនៅអាកាសយានដ្ឋានក៏មានការហោះហើរត្រង់ពីប៉ែកអឺរ៉ុបខាងលិចនិងពីទីក្រុងមួយចំនួននៅចក្រភពអង់គ្លេសជាពិសេសគឺនៅក្នុងខេត្តមិថុនាផងដែរទីក្រុង Rowing មានផ្ដល់នូវសេវារថភ្លើងដែលជាស្ថានីយ៍រថភ្លើងមួយមានឈ្មោះថា Canfana ដែលមានចម្ងាយប្រហែលជា10ម៉ាយដែលអាចធ្វើការតភ្ជាប់ទៅតំបន់ Rijeka Fiume យ៉ាងណាមិញការធ្វើដំណើរដោយរថយន្តក្រុងគឺជាមធ្យោបាយមួយដ៏ពេញនិយមជាងការធ្វើដំណើររថភ្លើងព្រោះការភ្ជាប់នឹងកាលវិភាគនៃការធ្វើដំណើរគឺមានភាពទៀងទាត់ច្រើនទីក្រុង Rowing គឺជាទីក្រុងមួយក្នុងចំណោមទីក្រុងក្នុងតំបន់ដែលនៅភាគខាងលិចនៃប្រទេសក្រូអាត Rowing គឺជាទីក្រុងទី3ដែលមានពន្លឺព្រះអាទិត្យច្រើនគឺពលមិនសូវជាមានពពកដោយសារគេនៅលើឈូងសមុទ្រអេដ្រីយ៉ាទីនៅទីក្រុង Rowing មានអាកាសធាតុសើមត្រជាក់យើងអាចហៅម្យ៉ាងថាជាតំបន់អនុត្រូពិកដែលមានសីតុណ្ហភាពមធ្យមចន្លោះពី 4.8 អង្សាសេទៅ22អង្សាសេចាប់ពីខែមករាដល់ខែកក្កដាសីតុណ្ហភាពជាមធ្យមប្រចាំឆ្នាំគឺ13អង្សាចុច4តែប៉ុណ្ណោះសីតុណ្ហភាពនៅតំបន់សមុទ្រគឺអាចត្រឹម20អង្សាសេតែប៉ុណ្ណោះហើយវាមានរយៈពេលតែចន្លោះពីខែមិថុនាដល់ខែសីហាតែប៉ុណ្ណោះនិយាយជារួមសីតុណ្ហភាពតាមមាត់សមុទ្រមធ្យមប្រចាំឆ្នាំគឺ16អង្សាចុចទីក្រុងវេនីទទួលបានពន្លឺព្រះអាទិត្យប្រចាំឆ្នាំជាមធ្យមគឺមានចំនួន2437ម៉ោងស្មើនឹង134ថ្ងៃក្នុងមួយឆ្នាំដែលទីក្រុងនោះអាចទទួលបានពន្លឺព្រះអាទិត្យពេញលេញប្រជាជននៅទីក្រុង Rowing ភាគច្រើនគឺប្រកបរបរចិញ្ចឹមជីវិតដោយផ្អែកទៅលើវិស័យទេសចរណ៍ហើយនៅទីនោះមានភ្ញៀវទេសចរមកលេងច្រើននៅចន្លោះខែមិថុនាដល់ខែកញ្ញាទីក្រុង Rowing គឺជាគោលដៅទេសចរណ៍ធំបំផុតទី2នៅក្នុងខេត្តនេះអ្វីដែលគួរឲ្យកត់សម្គាល់នៅទីក្រុងនោះសន្តាគារលំដាប់ខែ5មានចំនួនតែ3ប៉ុណ្ណោះអស់លោកយល់យ៉ាងណាដែរសម្រាប់ទីក្រុង Rowing តើអស់លោកអ្នកធ្លាប់ស្គាល់ឬនឹងដឹងដែរទេសម្រាប់ខ្ញុំគឺជាលើកដំបូងដែលបានស្រាវជ្រាវនិងស្គាល់តាមរូបភាពដ៏ស្រស់បំព្រងដ៏គួរឲ្យទាក់ទាញហើយក៏ពុំនឹកស្មានថានៅក្នុងប្រទេសក្រូអាតផងដែរសូមអរគុណ